សូមជូនរឿងស្រះផ្កាឈូកវេទមន្តនៅភូមិតូចមួយក្បែរស្រះផ្កាឈូកមានក្មេងប្រុសម្នាក់ឈ្មោះតារាគាត់រស់នៅជាមួយយាយស្រីមុំដែលមានចិត្តល្អរៀងរាល់ព្រឹកតារាតែងជួយយាយធ្វើការនៅក្បែរស្រះទឹកថ្ងៃមួយនៅពេលព្រះអាទិត្យជិតលិចតារាបានឃើញពន្លឺចម្លែកចេញពីកណ្ដាលស្រះពន្លឺនោះភ្លឺដូចព្រះច័ន្ទហើយធ្វើឲ្យគាត់ភ្ញាក់ផ្អែលខ្លាំងយាយស្រីមុំប្រាប់តារាថាស្រះផ្កាឈូកនេះមានអាចកំបាំងយូរមកហើយគេនិយាយថាមានវិញ្ញាណផ្កាឈូករស់នៅទីនោះប៉ុន្តែមានតែមនុស្សចិត្តល្អប៉ុណ្ណោះដែលអាចជួបនាងបានតារាបានប្រាប់មិត្តរបស់គាត់វណ្ណៈអំពីពន្លឺចម្លែកនោះក្មេងទាំងពីរចង់ដឹងយ៉ាងខ្លាំងហើយសម្រេចចិត្តទៅមើលស្រះនៅពេលយប់ភ្លាមទឹកក្នុងស្រះចាប់ផ្ដើមរលោងត្រីធំមួយមានពន្លឺមាសបានលេចឡើងពីក្នុងទឹកតារានិងវណ្ណៈភ្ញាក់ផ្អែលខ្លាំងណាស់បន្ទាប់មកវិញ្ញាណផ្កាឈូកបានបង្ហាញខ្លួននាងមានពន្លឺភ្លឺស្រស់ស្អាតដូចទេវតានាងញញឹមយ៉ាងទន់ភ្លន់ទៅកាន់តារាវិញ្ញាណផ្កាឈូកបានប្រាប់ថាស្រះកំពុងស្លាប់មនុស្សមួយចំនួនបានបោះសម្រាមចូលក្នុងទឹកផ្កាឈូកនិងសត្វទឹកកំពុងឈឺចាប់តារាមានចិត្តអាណិតខ្លាំងគាត់សន្យាថានឹងជួយសង្គ្រោះស្រះផ្កាឈូកនេះវិញ្ញាណផ្កាឈូកញញឹមដោយក្តីសង្ឃឹមថ្ងៃបន្ទាប់តារានិងវណ្ណៈបានហៅអ្នកភូមិទាំងអស់មកជួយមនុស្សគ្រប់គ្នាសម្អាតស្រះនិងដាំផ្កាថ្មីភូមិទាំងមូលពោពេញដោយស្នាមញញឹមភ្លៀងទន់ភ្លន់បានធ្លាក់ចុះពីលើមេឃទឹកស្រះคล้ายជាស្អាតវិញហើយផ្កាឈូកចាប់ផ្ដើមរីកស្រស់ស្អាតម្ដងទៀតស្រះផ្កាឈូកបានរស់ឡើង